មេប៉ុស្តិ៍ប៉ូលីសសង្កាត់លេខ3ក្រុងព្រះសីហនុត្រូវតុលាការកាត់ទោសព្រហ្មទណ្ឌដាក់ពន្ធនាគារ2 ឆ្នាំមេប៉ុស្តិ៍ប៉ូលីសសង្កាត់លេខ3ក្រុងព្រះសីហនុត្រូវតុលាការកាត់ទោសព្រហ្មទណ្ឌដាក់ពន្ធនាគារ2 ឆ្នាំហេតុអីគាត់នៅតែធ្វើជាមេប៉ុស្តិ៍ដដែលតើរឿងបែបនេះនៅមានប៉ុន្មានករណីទៀតខេត្តព្រះសីហនុរឿងវិវាទរវាងប្រជាពលរដ្ឋទុនខ្សោយនិងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ3ក្រុងព្រះសីហនុគឺលោកអុកផាណារ៉េតដែលបានប្រើហិង្សាទៅលើលោករតកុនធីជាអ្នករត់ម៉ូតូកង់3ឲ្យមានរបួសស្នាមធ្ងន់ធ្ងរហើយបានប្តឹងផ្ដាល់គ្នាដល់តុលាការជិត1 ឆ្នាំមកហើយនោះពេលនេះសាលាដំបងខេត្តព្រះសីហនុបានសម្រេចចេញសាលក្រមផ្តន្ទាទោសលោកអុកផាណារ៉េតដាក់ពន្ធនាគារ2 ឆ្នាំប៉ុន្តែឲ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់ជាមួយគ្នានេះសាលក្រមក៏បានសម្រេចឲ្យជនជាប់ចោទសងជំងឺចិត្តទៅជនរងគ្រោះជាដើមមិនដឹងចំនួន40 លានរៀលផងដែរតាមប្រកាសព័ត៌មានរបស់សាលាដំបងខេត្តព្រះសីហនុលេខ47បសព/25ចុះថ្ងៃទី1ខែឧសភាឆ្នាំ2025បានជម្រាបជូនមហាជនថាសាលាដំបងខេត្តព្រះសីហនុបានប្រកាសសាលក្រមលេខ293/21 ឆចុះថ្ងៃទី29ខែមេសាឆ្នាំ2025ដោយសម្រេចផ្តន្ទាទោសលើឈ្មោះអុកផាណារ៉េតភេទប្រុសអាយុ41 ឆ្នាំជនជាតិខ្មែរតាមដីកាលេខ193ដសមខ/ក/24ចុះថ្ងៃទី24ខែតុលាឆ្នាំ2025ដូចខាងក្រោម 1. ដាក់ពន្ធនាគារកំណត់រយៈពេល2 ឆ្នាំតែទោសនេះត្រូវព្យួរធម្មតាពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិ2សង្កាត់លេខ3ក្រុងខេត្តព្រះសីហនុកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2024បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា218ចំណុចទី2នៃក្រមព្រហ្មទណ្ឌ 2. បង្គាប់ឲ្យជនជាប់ចោទឈ្មោះអុកផាណារ៉េតសងជំងឺចិត្តចំនួន40 លានរៀលទៅឲ្យដើមមិនដឹងរដ្ឋប្រវេណីឈ្មោះរតកុនធីភេទប្រុសអាយុ35 ឆ្នាំជនជាតិខ្មែរការទាមទារលើសពីនេះបដិសេធចោលបើយោងតាមផ្នែកទី2ត្រង់មាត្រា218នៃក្រមព្រហ្មទណ្ឌស្ថានទម្ងន់ទោសអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ទៅ5 ឆ្នាំនិងពិន័យជាប្រាក់ពី4 លានរៀលទៅ10 លានរៀលកាលបើអំពើហិង្សានេះបានប្រព្រឹត្ត 1. ដោយមានការគិតទុកជាមុន 2. ដោយប្រើអាវុធឬគំរាមកំហែងនឹងអាវុធ 3. ដោយមានមនុស្សច្រើនអ្នកក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតជាអ្នកផ្សំគំនិតទោះបីសាលាដំបងខេត្តព្រះសីហនុបានសម្រេចចេញសាលក្រមផ្តន្ទាទោសលើលោកអុកផាណារ៉េតជាជនជាប់ចោទលើសំណុំរឿងព្រហ្មទណ្ឌមួយនេះក្តីតែមកដល់ពេលនេះមិនទាន់ឃើញថ្នាក់លើចាត់ការលើលោកអុកផាណារ៉េតតាមច្បាប់ឬមានវិធានការតាមវិន័យនគរបាលជាតិនៅឡើយទេពលគឺគាត់នៅតែមានសិទ្ធិបំពេញការងារជាមេប៉ុស្តិ៍សង្កាត់លេខ3ក្រុងព្រះសីហនុហាក់ដូចជាគ្មានទោសពៃអ្វីពាក់ព័ន្ធដែលធ្វើឲ្យជនជាប់ចោទរូបនេះកាន់តែប្រហើនដើរពើងទ្រូងអួតក្អេងក្អាងមិនខ្លាចច្បាប់ដដែលឯណាទៅលក្ខណៈសម្បត្តិរបស់កងកម្លាំងនគរបាលជាតិដែលថ្នាក់ដឹកនាំធ្លាប់លើកឡើងថាមន្ត្រីគឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រាស្ត្រនោះចុះបើមន្ត្រីប៉ូលីសវាយធ្វើបាបរាស្ត្រហើយត្រូវតុលាការសម្រេចផ្តន្ទាទោសថែមទៀតហេតុអ្វីបានជាបុគ្គលជាជនជាប់ចោទនៅតែបន្តកាន់កាប់ការងារដដែលបែបនេះទស្សនវិជ្ជាបែបនេះត្រូវបានមហាជនលើកឡើងជាហូរហែថាក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលរបស់សម្ដេចធិបតីហ៊ុនម៉ាណែតគឺក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់ចាត់ការចំពោះមន្ត្រីខិលខូចឬមន្ត្រីដែលមានទោសទណ្ឌជាពិសេសក្នុងស្ថាប័នប៉ូលីសដោយត្រូវបានផ្លាស់ប្ដូរតំណែងតួនាទីបន្ថយឋានន្តរស័ក្តិឬបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋទៅតាមកំហុសឆ្គងជាច្រើនករណីចុះហេតុអ្វីបានជាលោកអុកផាណារ៉េតប្រព្រឹត្តអំពើល្មើសជាក់ស្ដែងរហូតតុលាការផ្តន្ទាទោសរួចទៅហើយបែរជាគាត់នៅតែមានសិទ្ធិគ្រប់គ្រងដឹកនាំមន្ត្រីប៉ូលីសសង្កាត់លេខ3ដដែលហេតុអ្វីមិនមានការផ្លាស់ប្ដូរឬដកហូតមុខតំណែងតើខ្វះមន្ត្រីមានសមត្ថភាពធ្វើការណាស់ឬតើនេះឬដែលគេហៅថាភាពស្មើគ្នានៅចំពោះមុខច្បាប់ឬមួយរាសតូចតាចចាំតែស្លាប់ឯអ្នកមានលុយមានអំណាចរស់រហូតដើម្បីស្រាយចម្ងល់នេះអង្គភាពយើងបានតាក់ទងសួរទៅលោកឧត្តមសេនីយ៍ឯកសរដ្ឋាស្នងការនគរបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2025លោកបានប្រាប់តាមទូរស័ព្ទថារឿងនេះលោកបានដឹងច្បាស់ប៉ុន្តែលោកមិនទាន់បានពិនិត្យសាលក្រមនោះថាមានទម្រង់បែបណាដល់ឡើយទេ
ហើយមូលហេតុដែលលោកអុកផាណារ៉េតនៅតែបន្តធ្វើការងារដដែលនោះពីព្រោះគាត់ធ្វើការងារល្អនិងមានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋម្យ៉ាងទៀតរឿងនេះគឺជាការរៀបចំសម្ដែងរបស់គេទេលោកថាក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់លេខ3លោកបើកចំហឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគ្រប់វេទិកាសាធារណៈដែលបានបើកធ្វើជារឿយៗគឺបើបងប្អូនមានបញ្ហាអ្វីសូមមកប្តឹងផ្ទាល់លោកមានតំណាងចាំទទួលពាក្យនៅទីនោះឬក៏អាចទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក៏បានមិនបាច់ប្តឹងទៅបណ្ដាញសារព័ត៌មានអីទេលោកក៏បានផ្ដាំផ្ញើអ្នកសារព័ត៌មានយើងថាបើមានបងប្អូននៅសង្កាត់លេខ3ណាប្តឹងរឿងអីសូមលោកអ្នកកាសែតប្រាប់គាត់ថាឲ្យទៅដាក់ពាក្យបណ្ដឹងនៅស្នងការខេត្តគឺលោកនៅចាំទទួលជានិច្ចក្នុងនាមលោកជាអ្នកដឹកនាំលោកចង់ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រឡាញ់កងកម្លាំងព្រោះគាត់ធ្វើការងារនឿយហត់ហើយបើមានរឿងដែលកើតឡើងដោយការរៀបចំទៀតខ្ញុំក៏មិនសប្បាយចិត្តដែរទោះជាយ៉ាងណាអ្នកប្រុសប្រាជ្ញតាមតុកាហ្វេបានបញ្ចេញទស្សនៈថាមនុស្សយើងកើតមកនៅលើដីក្រោមមេឃតែមួយមានជីវិតតែមួយដូចគ្នាឬអាចនិយាយដោយពិបាកស្ដាប់ថាមានលាមកស្អុយដូចគ្នាតែមានវាសនាមិនដូចគ្នាទេពលគឺមន្ត្រីដែលមានកំហុសកន្លងមកត្រូវបានក្រសួងមហាផ្ទៃដាក់ពិន័យច្រើនរូបភាពដូចជាព្យួរការងារបន្ថយតនន្តរស័ក្តិឬដកចេញពីក្របខ័ណ្ឌមន្ត្រីរាជការជារឿយៗចម្លែកតែលោកអុកផាណារ៉េតមេប៉ុស្តិ៍សង្កាត់លេខ3ដែលតុលាការរកឃើញទោសកំហុសរួចទៅហើយតែគាត់មានវាសនាខ្ពស់ជាងគេនៅតែអាចកាន់កាប់ការងារបន្តបានយ៉ាងរំភើយធ្វើឲ្យគេសង្ស័យថាប្រហែលជាមានយន្តស័ក្តិសិទ្ធិអ្វីជាអាចកំបាំងហើយករណីមន្ត្រីប៉ូលីសមានទោសកំហុសរហូតដល់តុលាការផ្តន្ទាទោសហើយនៅតែបន្តកាន់កាប់ការងារដដែលនេះនៅថ្ងៃទី5និងទី6ខែឧសភាឆ្នាំ2025អង្គភាពយើងមិនអាចរកមធ្យោបាយតាក់ទងសុំការពន្យល់ពីលោកបណ្ឌិតច្បាប់ទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានទេដោយពេលទូរស័ព្ទចូលគាត់ប្រាប់ថាជាប់ប្រជុំបើមានការអីសូមសួរនាំតាម Telegram ចុះប៉ុន្តែពេលយើងព្យាយាមដាក់សំណួរតាម Telegram គឺដាក់មិនចូលឡើយហើយទូរស័ព្ទទៅលើកក្រោយៗទៀតក៏លោកមិនទទួលដែរទោះជាយ៉ាងណាក្រុមគ្រួសារលោករតគុន្ធីប្រជាពលរដ្ឋក៏ដូចជាមេភូមិឬក្រុមប្រឹក្សាសង្កាត់លេខ3បានទទូចស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យមើលនិងចាត់ការលើបុគ្គលឈ្មោះអុកផាណារ៉េតតាមប្រព័ន្ធច្បាប់ផងដើម្បីធ្វើជាគំរូកុំឲ្យអ្នកមានលុយមានអំណាចមានបកពួកចេះតែធ្វើបាបរាជក្រីក្រតាមអំពើចិត្តបែបនេះតទៅទៀត